សួស្តីខ្ញុំមានឈ្មោះ Mai Sinet ហើយខ្ញុំមានអាយុ22ឆ្នាំហើយខ្ញុំជាសិស្សឆ្នាំទី2នៅសាកលវិទ្យាល័យ BBRI ហើយពីមុនក៏ខ្ញុំធ្លាប់ជាសិស្ស online នៅសាកលវិទ្យាល័យ Belty ដែរ So her name is Renit. She is 22 years old, and she's currently a year 2 student in Bill Bright University. But before that, she studied year 1 in Belty University in Phnom Penh. ចាសម្រាប់ស្ថានភាពគ្រួសាររបស់ខ្ញុំស្ថានភាពឥឡូវវាអត់សូវល្អដែរដោយសារបញ្ហារឿងតាក់ទងជាមួយនឹងសង្គ្រាមដោយសារតែរបស់ខ្ញុំត្រូវជាប់ព្រំដែនជាមួយនឹងថៃនៅបាញ់គ្នាហ្នឹងហើយប៉ាម៉ាក់របស់ខ្ញុំឥឡូវក៏កំពុងតែនៅកន្លែងខេសឹក So my family situation is not really doing good right now because we live right on the border, which is the conflict area, which it has damaged our house and our family situation quite a lot. So my parents right now, they're currently living in the refugee camp. ហើយឥឡូវគាត់កំពុងតែនៅកន្លែងភេសជ្ជៈហ្នឹងឯងនៅមួយម៉ាក់ប៉ាហើយមានបងប្អូនខ្ញុំក៏នៅនឹងដែរហើយអ្នកខ្លះគាត់មានការងារធ្វើតែបងខ្ញុំខ្លះគាត់អត់មានការងារទេហើយសម្រាប់ម៉ាក់ខ្ញុំគាត់នៅផ្ទះ So my whole family, including my parents and my siblings, they're all living in the refugee camp, and only a couple of them have jobs, and the other ones they are unemployed. So our financial situation is not doing good right now. ឥឡូវខ្ញុំកំពុងតែនៅប៉ោយប៉ែតខ្ញុំធ្វើការជា assistant របស់ admin នៅ Ulai School ប៉ោយប៉ែត yes ហើយ So currently I'm living in the dorm here at Poi Pat, and I'm working as an administration assistant here at our New Life School. សម្រាប់ដែលខ្ញុំរៀននៅសាកលវិទ្យាល័យគឺជួយបានច្រើនទាក់ទងជាមួយនឹងការរស់នៅក្នុងសង្គមសប្តាហ៍ថ្ងៃហើយទាក់ទងទៅនឹងការងារផ្សេងៗនៅសាភាគច្រើនកាលណាដែលយើងទៅរៀននៅសាកលគឺវាងាយស្រួលសម្រាប់យើងទៅធ្វើការនៅខាងក្រៅយើងស្គាល់ពីរបៀបនៃការងារច្រើន So university has helped me a lot with living in our society, since going to university means it will benefit me a lot in the future, whether what jobs I want to find. ចាសប្តាហ៍ថ្ងៃខ្ញុំកំពុងតែធ្វើការនៅសាលារៀនជីវិតថ្មីនៅទីក្រុងប៉ោយប៉ែតហើយខ្ញុំសប្តាហ៍ថ្ងៃខ្ញុំកំពុងតែធ្វើការជា assistant admin So I'm working as an administration assistant at our New Life School Poi Pat. Yes សម្រាប់ការត្រាស់ហៅរបស់ព្រះអង្គខ្ញុំអត់ទាន់ដឹងទេខ្ញុំដឹងថាព្រះអង្គឲ្យខ្ញុំធ្វើអីឬក៏អ្វីតែខ្ញុំនឹងព្យាយាមស្ដាប់អ្វីដែលព្រះអង្គបានប្រាប់ខ្ញុំ So I don't know what God's calling me to do in the future yet, but I will trust him and I will do whatever he's calling me to do. Yes and then សម្រាប់ថ្ងៃអនាគតរបស់ខ្ញុំចង់ធ្វើនៅការងារមួយនៅក្រុមហ៊ុនជាធនាគារ ABA ហ្នឹងជាអនាគតរបស់ខ្ញុំ Yes So in the future I want to work in a bank, especially ABA bank. ខ្ញុំចង់ឲ្យម្ចាស់ sponsor របស់ខ្ញុំគាត់អត្ថាសម្រាប់សាកលវិទ្យាល័យខ្ញុំរៀនសប្តាហ៍ថ្ងៃហើយសម្រាប់ថ្ងៃអនាគតរបស់ខ្ញុំសម្រាប់ដែលខ្ញុំនឹងធ្វើការងារឯនៅថ្ងៃអនាគតរបស់ខ្ញុំហើយសំខាន់មួយទៀតគឺការដែលឲ្យខ្ញុំមានកម្លាំងក្នុងការដែលបម្រើព្រះអង្គតទៅទៀតជាមួយនឹងព្រះអង្គហើយសម្រាប់អ្វីដែលខ្ញុំកំពុងតែមានហើយថ្វាយ So my sponsor can pray for me. The first one is pray for my university, for me to continue and complete my 4-year in university and also find a good job to do in the future. And secondly, they can pray for me to continue to serve in the church and continue to serve God. And third, they can pray for my family as well, which they are living in the refugee camp. ខ្ញុំសូមអរគុណទៅកាន់លោកថដែលបានផ្ដល់ខ្ញុំរៀននៅ University ខ្ញុំពិតជាអរគុណខ្លាំងមែនទែនហើយខ្ញុំស្រឡាញ់គាត់ខ្លាំងដែលបានផ្ដល់ខ្ញុំរៀននៅសាកលវិទ្យាល័យខ្ញុំពិតជាសប្បាយចិត្តខ្លាំងចា៎ ឈ្មោះអីគេបងសុំឈ្មោះថតដែរ So I would like to say thank you to Paul for giving me this opportunity to continue studying in university, and I am very grateful, and I will do my best to complete my university, and thank you so much.
ហើយខ្ញុំអរគុណគាត់ហើយខ្ញុំស្រឡាញ់គាត់ខ្លាំងហើយអរគុណច្រើនអរគុណខ្លាំងហ្មងជាងពីដូចចឹង I want to say thank you and thank you so much. I am very grateful and I love you guys so much. That's all. Yes. So God bless you and goodbye.